ចានេះត្រីឆ្អើរត្រីម្ដែងស្រែនិងត្រីខ្លាញ់បងប្អូនឆ្អើរធ្វើជាត្រីឆ្អើរហើយឥឡូវយកមកធ្វើសម្លបអាហារកម្ដៅរួចហើយដាក់ម៉ៃក្រូវេវអញ្ចឹងណាហើយយកដៃស្លតែម្ដងចាំថាពីជុំប្រហែលហើយដាក់អស់រួចហើយឥឡូវយើងចាប់តាមត្រីបងប្អូននេះត្រីឆ្អើរត្រែដាក់ត្រីចូលដាក់ទឹកពេលយើងដាក់គ្រឿងមុនសិនទីសិនក៏បានដាក់គ្រឿងបានហើយដាក់គ្រឿងចូលខ្លះចាំពេលវាស្លចិត្តច្បាស់តែមានបន្ថែមគ្រឿងទៀតដើម្បីឲ្យឈ្ងុយបងប្អូនសម្លបអាហារត្រីឆ្អើរកូនត្រីម្ដែងស្រែរកបានទៅសុខសែកូនបងប្អូនគេឲ្យអញ្ចឹងឆ្អើរហើយទុកនៅស្លបអាហារដើម្បីឲ្យតែមានគេលើតែត្រីនេះឥឡូវយើងថែមត្រីដាក់សាច់ជ្រូកចូលហើយឥឡូវយើងចាប់ដាក់បន្លែដែលគ្រាប់ហុយបងប្អូនដាក់បន្លែគ្រាប់ហុយយើងដាក់មុនក្រាលមុនចឹងណាដោយសារមុនក្រាលក្រហុយអញ្ចឹងយើងត្រូវដាក់ឲ្យយូរទីដាក់ខ្ញុំបើស្លបអាហារក៏ស្ងោរក្រាលអីហូបទៅចិត្តស្ងោរមើលក្រាលទៅអញ្ចឹងបងប្អូនស្អិតមុតឆ្ងាញ់ល្អខ្ញុំមកដល់ទៅមួយម៉ាក់អញ្ចឹងណាហើយស្ងោរបើសិនជាស្ងោរវិញចិត្តស្ងោរមួយសាច់មុននេះគឺឆាសាច់សិនចឹងហើយដាក់ម្រេចដាក់ខ្ទឹមច្រើនទៅឆ្ងាញ់ហើយតែអ្នកខ្លះគាត់ស្លបអាហារគាត់ស្លមើលក្រាលធំហើយគាត់មានពងត្រាវសិនទៀតតែខ្ញុំអត់ខ្ញុំចូលចិត្តប្រើមើលក្រាលតូចក្រាលហើយឥឡូវយើងចាប់ដាក់មើលទៅម្ដងបងប្អូនទៅលឿងល្អនេះបើលឿងល្អណាស់ពណ៌ឡើងលឿងមួយផ្លែសុដាហ៎តែបើបន្លែណាមើលណាដែលវាក្រហុយទៅកាន់ងាស់ឆ្ងាយពេកងាស់ណាយើងដាក់តាមវិធានទៅដាក់មុនទៅគាត់មកចាំយើងដាក់បន្លែដែលឆាប់ឆ្អិនលួយហ្មងហើយនឹងបន្លែស្លឹកបៃតងបន្លែផ្សាចាំយើងដាក់នៅពេលក្រោយចាំចោលភ្លើងតែម្ដងចាំវាមានពុកអញ្ចឹងយើងដុសវាចេញមកដុសចេញទៅណាបងប្អូនថាមកទៅនឹងរឿងក្រៅបានផុយក្រៅហើយខ្លួនឈួយក្រៅតែម្ដងលើចាប់ដើមដាក់បន្លែតតថាវិធានតគឺណូយនឹងខ្លាចថែមបន្លែនឹងរួចហើយលើពណ៌ចាំតាមដើមដែរបងប្អូនទៅរកហើយស្អាតត្រង់ថាបន្លែបៃតងតែម្ដងបងប្អូនតែស្អាតនៅតម្រងពេលឆ្អិនទៀតគឺតែស្អាតហើយយើងសម្លដែលហូបជាមួយបន្លែយើងហូបបានច្រើនបន្លែបៃតងនេះអញ្ចឹងណាសម្លបងប្អូនល្អហើយយើងដាក់ថែមច្រើនមុខកាន់តែល្អហូបបន្លែច្រើនសុខភាពមិនបានបន្លែដាក់ខ្លួនឯងទៀតកាន់តែសុខភាពល្អថែមចាប់ដាក់ផ្សិតចូលបងប្អូនផ្សិតចុងក្រោយគេចុងក្រោយបន្តចុងក្រោយនៅក្នុងបន្លែបៃតងទៀតចាំព្រោះថាបើយើងដាក់ផ្សិតហើយយើងត្រូវដាក់បន្លែបៃតងហើយយើងបិទភ្លើងហើយអាចគ្រប់បានហើយអញ្ចឹងណាបងប្អូនមើលរសជាតិវាដាក់ដល់ភ្លុកអីចឹង